បងប្អូនជួយ share វីដេអូនេះឲ្យខ្ញុំម្នាក់មួយបងប្អូនណានេះគឺជាព័ត៌មានដែលល្អវាគឺជាព័ត៌មានគេហៅថា breaking news ពីលោកប្រធានាធិបតី Donald Trump បងប្អូនខ្ញុំបានតាមដានពីរឿងគេហៅថា dividend check បងប្អូនអតីតកាលពីមុនដូចថាគាត់មានកម្រងចែករំលែកឲ្យប្រជាជន American ម្នាក់$5,000ក៏ប៉ុន្តែចំពោះឥឡូវនេះគឺគាត់ដូចថា limit ត្រឹម$2,000ប្រហែលជាប្រហែលម៉ោងមុននេះខ្ញុំឃើញគាត់និយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់លោកគឺលោកបាននិយាយថាលោកអាចចែករំលែកឲ្យជនជាតិ American ម្នាក់$2,000ដោយមិនចាំបាច់ដូចថាការ approve ពី Congress ទេបងប្អូនក៏ប៉ុន្តែការចែករំលែកទៅទៀតគឺវាមានគេហៅថាកំណត់ limit ដែរបងប្អូនណាហ្នឹងហើយវាមិនអាចដូចថាចែកទៅលើអ្នកដែលមាន income ច្រើនទេក៏ប៉ុន្តែលោកបាននិយាយថាចំពោះមីរៀមខ្លះហើយនឹង limit income តែតួលេខប្រមាណលោកអត់បានលើកយកមកនិយាយទេបើសិនជារឿងនេះកើតឡើងក៏ជាការមួយសម្រាប់ជួយគេហៅថាមីរៀមខ្លះដែរមែនទេបងប្អូនពីព្រោះថាអ្វីៗក៏ថ្លៃដែរបើសិនជាបាន$2,000ក៏វាជួយដូចថាបើអ្នកណាដូចថាមានប្រាក់ចម្ពាក់ឬក៏អីក៏វាជួយដូចថា pay downដែរបងប្អូននឹងហើយចំពោះខ្ញុំគិតថាវីដេអូនេះល្អហើយខ្ញុំចង់ចែករំលែកទៅបងប្អូនពីព្រោះថាយើងដូចថាបានតែព័ត៌មានមិនល្អនឹងហើយសង្ឃឹមថា$2,000នេះយើងបានឆ្នាំនេះ2026នេះទៅចប់បងប្អូនក៏ប៉ុន្តែទោះយ៉ាងណាខ្ញុំនឹងព្យាយាមអាប់ដេតបងប្អូនបើសិនជាខ្ញុំបានទទួលព័ត៌មានអ្វីថែមទៀតណាបងប្អូននឹងហើយជួយ share ទាំងអស់គ្នាដើម្បីចែករំលែកបងប្អូនយើងអំពីដំណឹងល្អមួយនេះចាសសូមអរគុណចាំជួបគ្នាវីដេអូក្រោយទៀតចាសបាយ